បងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំទៀតហើយបាទ admin ពិសិដ្ឋបាទឥឡូវនេះយើងមានវីដេអូថ្មីជាច្រើនដែរបាទប្រហែលជា 4-10 វីដេអូបាទអញ្ចឹងយើងកុំឲ្យនៅសាមយូរយើងទៅទស្សនាវីដេអូទី1ទាំងអស់គ្នាបាទតើយើងទៅទស្សនាទាំងអស់គ្នាខ្ញុំឧទាហរណ៍មួយបើសិនជាបងដើរក្នុងព្រៃហើយដើរទៅនេះឃើញមនុស្សស្រីអង្គុយលើកៅអីអញ្ចឹងហើយអញ្ចឹងបងគឺធ្វើម៉េចយកមកផ្ទះឲ្យម៉ែឪមើលឬមួយក៏ធ្វើម៉េចឥឡូវបងប្អូនសាកបញ្ចេញមកតែមើលបងប្អូនវិញបងប្អូនធ្វើម៉េចបាទបើខ្ញុំអត់ដឹងធ្វើម៉េចទេបងនឹងទៅផ្ទះគាត់វិញហើយបងប្អូនបាទឥឡូវបងប្អូនគិតមិនបងប្អូនបាទឥឡូវយើងចូលវីដេអូទី2មួយទៀតបាទយ៉ាដូចថ្មីអានេះច្រាស់តូចដល់អត់ស្អាតទេបងប្អូនបាទដល់កែដល់ដាក់ច្រាស់ធំបងប្អូនបាទដល់ច្រាស់ធំម្ដងបាទព្រោះអីច្រាស់តូចដល់អត់ស្អាតបងប្អូនចេះដាក់ច្រាស់ធំវិញម្ដងបាទឥឡូវយើងទៅជួបជាមួយនឹងវីដេអូទី3បាទអាចារ្យគាត់រត់ផ្ទះម៉ែអត់ឃើញទេបាទនេះខ្ញុំអាចារ្យគាត់ផ្លោតតែម៉ែគាត់ឃើញមួយបាទគាត់ដាក់មកមួយកាសពីយ៉ាងគាត់តែតាមមួយបាទឥឡូវយើងចូលវីដេអូមួយទៀតបាទវីដេអូមួយទៀតនាងមើលហើយតែគេថ្លែងបងមើលហើយតែគេឆ្លាញ់គ្នាចឹងម៉ែអ្នកទាំងអស់គ្នាមានអាគេចឹងអត់នេះមើលអានៅខាងប្រុសមែនតាចឹងបងប្រុសគ្នាយើងឃើញវីដេអូនេះហើយយើងកុំឲ្យចាញ់ក្មេងណាបងប្អូនបាទកុំឲ្យចាញ់ក្មេងណាយើងអាចយកវិធីសាស្ត្រតាមគាត់បានឥឡូវចូលវីដេអូបន្តទៀតគាត់បញ្ញាពេកបងប្អូនបាទលីខោវិច្រាស់ដុំឆែបចាប់បាត់ហើយលូកកប៉ៅវិច្រាស់បញ្ញាពេកចាយលីខោមុខទៅក្រោយចុងម្ដុំឆែបអានេះទូខំបងបាទទូខំអំលើV5នេះនេះបងប្អូនអានេះសម្រាប់ផ្នែកអោបសម្រាប់អ្នកអត់គូអ្នកគូគេស្ទីងអ្នកអោបនឹងអោបបងប្អូនបាទយើងសេរីម្នាក់មួយទៅមួយទៀតមួយទៀតអ្នកគូនេះបងប្អូននេះអាចជាដាយើង我没问题，但是我们搬来的，你发现这是什么？ពេលគេតាមដល់គេធ្វើថតគ្នាឯងវិញអាយជូ10000អាយជូបណ្ដោយនេះកែរោនឹកឃើញបណ្ដោយហ្នឹងថតដូចថតគេច្រឡំបើកខ្លះបងប្អូនណាស្លាប់ចឹងឡើងបងប្អូនបាទខ្ញុំគឺជាស្លាប់ម្ដងដែរខ្ញុំថតកន្លែងខុសស៊ីគេមើលពេលរួចថតទៅបើកខ្លះភ្លឹបគឺឈួល7បណ្ដោយហ្នឹងឯងបងប្អូនបាទឥឡូវយើងជួបវីដេអូចុងក្រោយបាទវីដេអូចុងក្រោយនេះចុះទៅហើយយើងរបៀបស្លាប់គឺថាអេងទប់ទឹកអីចឹងទៅធ្វើមីគេទៅយកយើងទប់ទឹកគេមិនយកមកលេខកាពេលលោដាក់គេkhông phải giỡnលេខកាពេលលោដាក់គេបងប្អូនវីដេអូយើងមានតែប៉ុណ្្នឹងឯងបងប្អូនបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតបាយបាយ